ទេសភាពនៅខ្មែរគឺស្អាតមែនតើ ខ្ញុំមកមួយពួកម៉ាក់ខ្ញុំដឹងថាវានឹងកើតសុបាយ ខ្ញុំមានអារម្មណ៍ថាសុបាយមែនតើហ្មង ពួកយើងបានទៅដើរ ដើរលេងនៅលើភ្នំចឹងហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាទេសភាពនៅខ្មែរគឺស្អាតមែនតើធ្វើយើង relax ហ្មងបងហ្នឹងហើយក៏អត់មានអារម្មណ៍ថាខ្លាចដែរមានអារម្មណ៍មួយថា safe ព្រោះអីមាន tour guide ជូនយើងហ្នឹងហើយអាហ្នឹងខ្ញុំចូលចិត្ត សកម្មភាពដែលខ្ញុំចូលចិត្តជាងគេគឺខ្ញុំជិះកង់មួយពួកម៉ាក់ខ្ញុំព្រោះខ្ញុំតែងតែជាមនុស្សមួយដែលចូលចិត្តជិះកង់ឬក៏បើកឡានអីអញ្ចឹងនិយាយទៅចូលចិត្តប្រើអី like ជិះអីនៅលេងអញ្ចឹងណាហើយទៅណាមួយទៀតវាសប្បាយម្យ៉ាងទៀតគឺពេលហ្នឹងយើងជិះកង់ក្រុមភ្លៀងជិះកង់ក្រុមភ្លៀងកាន់តែទៅសប្បាយផងទោះបីខ្ញុំដឹងថាវាជួនកាលវាអាចធ្វើទៅជាគ្រោះថ្នាក់ប៉ុន្តែវាក៏សប្បាយវានៅតែសប្បាយហើយប្រឡាក់ផុកប្រឡាក់អីទៅជាធ្វើឲ្យយើងលេងបានតែខ្លាំងឡើង បបសុខហ្នឹងមួយខ្ញុំមានចំណារអារម្មណ៍ជាងគេមុនដំបូងខ្ញុំគិតថាលេងទៅពិបាកដើរពិបាករត់ទៅទាត់បាល់អីចឹងទៅពិបាកតែបន្ទាប់មកយើងស៊ាំពេលយើងស៊ាំទៅយើងស្រួលរត់ទាត់បាយចឹងជាពិសេសចង់តែធ្វើបាបពុកម៉ាក់គ្នាឯងឯងយើងរត់ទៅបុកគេអញ្ចឹងទៅគេដួលយើងឃើញគេដួលយើងសប្បាយដល់ពេលគេបុកយើងអត់ដួលគេដួលខ្លួនឯងហត់ទៅសប្បាយតែគ្រាន់តែវាហត់តែសប្បាយ Throughout the whole day, among like the three main activities, the one I enjoyed the most would have to be the bubble soccer one because like it's been raining, drizzling the whole day, and that made like the whole field muddy, and that added more fun because we all got dirty, and once we got dirty, we really didn't mind anymore. And so after the soccer match, we actually had a mud fight, and that was super fun. It's even more than I have actually expected. I expected it to be a bit more hot and sweaty, but it's not. It's actually pretty cooling. And it's been a great experience overall. I just wish I could have stayed longer overnight even so. I would totally recommend just having a day out like this. You know, it's just a great escape.